នេះគឺជាឡានចរិត scale មួយលើ16របស់ខាងក្រុមហ៊ុន HB Toy ដែលមានសមត្ថភាពអាចចរិតបានរហូតដល់180ដឺក្រេអាចរត់បានជាង20គីឡូម៉ែត្រក្នុង1ម៉ោងសំខាន់វាមានពងសីមាខាងក្រោយអាចឲ្យយើងបាញ់ហ្គាសលេងបានទៀតឥឡូវយើងមកធ្វើការ unboxing ដែលមកប្រអប់នេះគឺយើងទទួលបានគ្រឿងបន្លាស់ឬមួយក៏គ្រឿងក្រៅច្រើនមែនទែនរាប់ចាប់តាំងពីកង់កស៊ូចំនួន4គ្រាប់មកកញ្ចប់របស់គេនេះមានតាំងពីថង់មានតាំងពីឆ្នាំងសាកប្រដាប់ដោះកង់មានតាំងពីគ្នាបអីគឺនៅក្នុងហ្នឹងទាំងអស់ហ្មងដៃតេឡេគឺយើងប្រើជាប្រភេទដៃតេឡេប្រឈរចំពោះរូបរាងគឺមិនមែនមានតែ GTR ពណ៌ទឹកគ្រូមួយនេះទេគឺខាង HB Toy គេមានម៉ូដច្រើនមែនទែនច្រើនម៉ូដច្រើនពណ៌សម្រាប់ឲ្យយើងរើសអញ្ចឹងហើយថ្មគឺយើងដាក់នៅខាងក្រោមអញ្ចឹងឥឡូវខ្ញុំដាក់ថ្មចូលដើម្បីធ្វើការតេស្តវាឲ្យអ្នកទាំងអស់គ្នាមើលបន្តិចចំពោះពួកប្រភេទនេះដែរខ្ញុំចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាគឺវាមានហ្គាបានន័យថាវាយឺតលឿនទៅតាមដៃដែលយើងបញ្ជាពេលអញ្ចឹងទៅយើងអាច control បានល្អមែនទែននៅពេលដែលយើងចង់ចរិតរហូតដល់180ដឺក្រេអីខ្ញុំនឹងដាក់វីដេអូតេស្តនៅខាងចុងវីដេអូអ្នកទាំងអស់គ្នាអាចចាំមើលវីដេអូនេះឲ្យដល់ចប់បានចុងបន្តទៀតពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរកង់និងការថែទាំដើម្បីកុំឲ្យវាឆាប់ខូចប្រដាប់បេះដូងកង់អញ្ចឹងដោយសារប្រដាប់មួយនេះដែលថាខ្ញុំហៅទៅល្វីចុះវាគឺជាជ័រហើយចំពោះខ្ចៅដែលយើងដាក់កង់វាជាដែកអញ្ចឹងនៅពេលដែលយើងមួលចូលវិញឬមួយក៏មួលដោះហ្នឹងយើងមួលវាតែបន្តិចបន្តិចបានហើយអាហ្នឹងគឺយើងមួលខ្លាំងពេកគឺវាអាចនឹងឆាប់រើទៅតាមនឹងដែរចំពោះកន្លែងដែលដាក់ទឹកដើម្បីឲ្យយើងអាចបាញ់ចំហាយផ្សែងដូចជាហ្គាសបានហ្នឹងគឺយើងដាក់នៅខាងក្រោយនេះដែលគេមានឆ្នុកមួយយើងបើកឆ្នុកហ្នឹងមកបន្ទាប់មកយើងបូមទឹកចូលទៅក្នុងកំប៉ុងទូចដែលមាននៅក្នុងហ្នឹងស្រាប់មកដាក់ចូលឲ្យបិទឆ្នុកហ្នឹងទៅវិញគឺយើងអាចចុចប៊ូតុងក្រហមដែលនៅលើដៃតេឡេដើម្បីឲ្យវាបាញ់ហ្គាសហើយអ្នកទាំងអស់គ្នាមើលក្នុងវីដេអូទៅគឺស្អាតខ្លាំងយកតែមែនតើអានេះខ្ញុំថតភ្លើងវាខ្លាំងបើពេលយប់ហ្មងគឺស្អាតយកតែមែនតើអញ្ចឹងឥឡូវយើងចូលមកដល់ការ testing ម្ដងអានេះគឺខ្ញុំថត one shot ហ្មងដែលអត់មានការទេអ្នកទាំងអស់គ្នាហើយដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងរបៀបក្នុងការគេរីងអីគឺស្រួលខ្លាំងមែនតើដោយសារពួកប្រភេទនេះវាមានហ្គាសអញ្ចឹងណាយើងអាចកវល់ឡានបានរហូតដល់180ដឺក្រេអញ្ចឹងឥឡូវយើងចូលមកដល់បន្តទៀតនេះគឺខ្ញុំចង់តេស្តល្បឿនវាម្ដងដែលល្បឿនពួកគេនេះគឺយើងអាចលេងបានរហូតដល់20គីឡូម៉ែត្រជាងក្នុង1ម៉ោងអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាលេងខ្ញុំ recommend ឲ្យលេងនៅលើផ្លូវដែលវាស្មើដូចនៅក្នុងវីដេអូអញ្ចឹងព្រោះពួកគេនេះគឺអត់ធន់ជាមួយនឹងទឹកហើយក៏អត់ធន់ជាមួយនឹងដីដែលហុយខ្លាំងដែរវាអាចនឹងងាយឆាប់ខូចម៉ូទ័រទៅតាមនឹងដែរ